ស្វាគមន៍បងប្អូនមកកាន់វីដេអូអំពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនលេងចានខ្នាត10នាក់របស់ Fujisan តោះយើងទៅមើលជាមួយគ្នាចឹងនៅលើនេះបងប្អូននៅពេលដែលដល់ភ្លើងហើយនឹងឃើញកន្លែងដើម្បីយើងចុចបិទបាក់យើងចុចឲ្យជាប់ទីមកចឹងនេះគឺជា screen បង្ហាញតែលើរយៈពេលហើយនឹងមុខងារផ្សេងៗចឹងសម្រាប់មុខងារទី1គឺ AI ប្រើសម្រាប់លាងទាំងចានឆ្នាំងខ្ទះដែលប្រឡាក់ចម្រោះមានប្រឡាក់ខ្លាំងប្រឡាក់តិចឬក៏ប្រឡាក់ស្រាលចម្រោះចូលគ្នាមុខងារទី2 Daily ប្រើសម្រាប់លាងប្រឡាក់ទូទៅមិនខ្លាំងពេកហើយក៏មិនខ្សោយពេកដែរមុខងារទី3ប្រើសម្រាប់លាងសម្ភារៈកូនក្មេងមានដូចជាកំប៉ុងទឹកដោះគោឬក៏ចានឆ្នាំងដែលបងប្អូនចង់ប្រើដើម្បីលាងសម្អាតក្នុងសីតុណ្ហភាពខ្ពស់ដល់ទៅ75ចន្លោះពី75ទៅ80អង្សាសេចឹងសម្រាប់មុខងារទី4នេះគឺប្រើសម្រាប់លាងប្រឡាក់ស្រាទេហើយអត់មានសម្ងួតទេអេកូនេះប្រើសម្រាប់លាងសន្សំសំចៃទៅលើទឹកភ្លើងកម្រិតប្រឡាក់មួយល្មមនៅខាងស្ដាំយើងមាន Silent នេះគឺប្រើសម្រាប់លាងស្ងាត់ការពារសំឡេងរំខានហើយ1ម៉ោងនេះគឺលាងតែ1ម៉ោងគត់ទេគឺប្រើសម្រាប់ប្រឡាក់កម្រិតប្រឡាក់មួយល្មមដូចគ្នាហើយបងប្អូនហូបបាយមួយពេលគឺបងប្អូនអាចលាងតែម្ដងក្នុងរយៈពេល1ម៉ោងនឹងបាន Intensive នេះរូបផ្ទះគឺប្រើសម្រាប់លាងប្រភេទចានឆ្នាំងឬក៏ខ្ទះដែលមានខ្លាញ់ខ្លាំងបើខ្លាំងឬក៏ប្រឡាក់ខ្លាំងមុខងារបន្ទាប់ Pre-wash ប្រើរយៈពេលតែ15នាទីទេក្នុងការលាងសម្អាតគឺបានន័យថាកន្លែងសុទ្ធឬក៏បងប្អូនអាចប្រើសម្រាប់លាងបន្លែឬក៏ផ្លែឈើបានដូចគ្នាចឹងសម្រាប់ Machine Care នេះគឺជាមុខងារដែលយើងប្រើសម្រាប់លាងទូម៉ាស៊ីននៅខាងក្នុងរយៈពេល2សប្តាហ៍លើកទឹកចិត្តបងប្អូនប្រើមុខងារមួយនេះម្ដងដើម្បីធ្វើការលាងសម្អាតតួម៉ាស៊ីនហើយនឹងកម្ចាត់ក្លិនបាក់តេរីនៅខាងក្នុងម៉ាស៊ីនបន្តមកទៀតបងប្អូនឃើញ Single Dry នេះ Single Dry គឺយើងអាចប្រើសម្រាប់សម្ងួតអវ៉ាន់យើងនៅខាងក្នុងមានចានឬក៏ឆ្នាំងយើងទៅអញ្ចឹងពេលបងប្អូនចុចហើយគឺវា direct ក្នុងការលាងទឹកហើយនឹងសម្ងួតតែម្ដងអញ្ចឹងនៅលើរូបនេះយើងឃើញរូបសោអញ្ចឹងបានន័យថាយើងចុចstart stop អីឬក៏បិទបើកក៏បានដែរអញ្ចឹងដើម្បីដោះសោនេះបានបងប្អូនគ្រាន់តែចុច hold ឲ្យជាប់កន្លែងនេះ3វិនាទីនិងបាត់រូបសោនៅលើនេះអញ្ចឹងបងប្អូនអាចចុច stop អញ្ចឹងអាច stop បានឬក៏ចុចបិទតែម្ដងក៏បានដែរអញ្ចឹងសម្រាប់ single dry នេះមានយើងអាចប្រើពីរទី1 lock ហើយនឹង lock សោហើយនឹង unlock សោហើយទី2គឺប្រើសម្រាប់សម្ងួតម៉ាស៊ីនឬក៏ចានឆ្នាំងយើងនៅខាងក្នុងម៉ាស៊ីនតែម្ដងហើយនៅខាងក្រោយគេនេះបងប្អូនឃើញពាក្យ store នេះគឺប្រើសម្រាប់ standby ក្នុងករណីដែលបងប្អូនលាងចានលាងឆ្នាំងហើយបងប្អូនអត់ទាន់ដកយកមកខាងក្រៅទេបងប្អូនចង់ទុកនៅក្នុង2-3ថ្ងៃក៏បានដែរអញ្ចឹងមុខងារនេះគឺប្រើសម្រាប់ standby ក្នុងការរក្សាសីតុណ្ហភាពនៅក្នុងម៉ាស៊ីនឲ្យនៅក្តៅងំហើយរក្សាទាំងក្លិនហើយនឹងសីតុណ្ហភាពក្នុងម៉ាស៊ីនហ្នឹងគឺអត់ឲ្យបែកញើសទេហើយបែកមកខាងមុខវិញបងប្អូនយើងឃើញមានពាក្យ zone wash យើងអាចជ្រើសរើសក្នុងការលាងនៅខាងក្រោមឬក៏លាងនៅខាងលើក៏បានដោយសារតែកញ្ច្រែងរបស់យើងមាន2ជាន់មានខាងក្រោមហើយនិងខាងលើអញ្ចឹងបងប្អូនអាចរើសក្នុងការលាងខាងក្រោមសុទ្ធឬក៏ខាងលើសុទ្ធក៏បានអញ្ចឹងបងប្អូនចុច1នៅលើ screen នេះបង្ហាញចុច1នៅលើ screen បង្ហាញការបាញ់ទឹកមកខាងក្រោមអញ្ចឹងបានន័យថាលាងជាន់ខាងក្រោមចុច1ទៀតជាន់ខាងលើចុច1ទៀតបាត់ទាំងពីរបានន័យថាលាងធម្មតាទាំងពីរទាំងខាងលើទាំងខាងក្រោមសម្រាប់ delay នេះគឺប្រើសម្រាប់បញ្ជាម៉ោងបងប្អូនចុច1នៅលើ screen នេះបង្ហាញ H01 បានន័យថារយៈពេល1ម៉ោងក្រោយបានលាង2ម៉ោងក្រោយ3ម៉ោងក្រោយរហូតដល់24ម៉ោងក្រោយអញ្ចឹងក្នុងករណីបងប្អូនរៀបចំចានឆ្នាំងហើយអត់ទាន់ចង់លាងឥឡូវបងប្អូនអាចបញ្ជាម៉ោងបានដល់ទៅ24ម៉ោងបានអញ្ចឹងបើសិនជាបងប្អូនចង់លាងឥឡូវបងប្អូនចុចដល់លេខ00វិញមកចាំបងប្អូនចុច start ម៉ាស៊ីននឹងដំណើរការលាងឥឡូវតែម្ដងអញ្ចឹងសម្រាប់ការប្រើប្រាស់ម៉ាស៊ីនលាងចានរបស់យើងខ្នាត10នាក់របស់ Fujisan នេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយៗខ្លាំងមែនទែនអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយ